Bà bóng ôn ní cứ chỉ tật tập hiệp để cho ban một đo prasad đại miền ở dụ cao mà pon 500 năm chiên từ hới đại nơi sài xó bà nơi lư cầm pu nung bà lư cầm pu nung đó pu hơi bóng ôn bán khơi tam rồi dễ video ní cứ prasad cứ sang song la đòi ất tan bà ất tán hơi trong lạc có bạch chương tùm rê xây và hơi nâng ở tờ so thvia cứ ất tan tại mà đòn đó ất tan sốt tại mà đòn trong bộ vân mà chúng bà video này prasad Boran bà đại bom ôn bàn khơi ní cứ miền Trung Tha prasad Phnom cái pong bà rồi có prasad cái pong nữa hơi prasad Phnom cái pong rồi có prasad cái pong ní cứត្រូវបានសាងសង់នៅក្នុងរជ្ជកាលនៃព្រះបាទអេសានវរ្ម័នទី1បាទនៅក្នុងរជ្ជកាលរបស់ព្រះអង្គបាទនៅក្នុងដើមសតវត្សទី7បាទឆ្នាំ1000ឆ្នាំ635បាទនៃគ្រិស្តសករាជអញ្ចឹងវីដេអូនេះខ្ញុំថតនៅឆ្នាំ2025នេះបាទបូកដកកូនចែកទៅបងប្អូននឹងឃើញអាយុកាលដែលនៅសេសសល់បាទដែលនៅសេសសល់មកដល់ឥឡូវនេះតើមានប្រមាណ100ឆ្នាំឬក៏ប្រមាណ1000ឆ្នាំបាទគឺថា1000ផ្លែជាងទៅហើយបាទអាយុកាលគឺ1000ឆ្នាំជាងបងប្អូនយើងយកគ្រិស្តសករាជដកទៅបាទយក635បាទហើយយក2025ដកគ្នាទៅបាទយើងឃើញហើយថាគឺអាយុ1390ឆ្នាំណាបងប្អូនបាទអាយុវែងមែនតើហើយអាយុច្រើនមែនតើនេះគឺជាទិដ្ឋភាពនៅបរិវេណជុំវិញបាទហើយសម្រាប់អាយុកាលដែលបងប្អូនបានឃើញនេះហើយនៅទិដ្ឋភាពនៃប្រាសាទនេះបាទខ្ញុំថតមួយជុំបាទហើយរៀបរាប់ជាមួយនឹងរជ្ជកាលដែលនៅសេសសល់គឺថាដំបូលខាងលើគឺបានបាក់ធ្លាក់ទៅហើយដោយឡែកនៅសេសសល់តែខឿនខាងក្រោមបាទខឿនខាងក្រោមប្រាសាទក្អែកពងឬក៏ប្រាសាទភ្នំក្អែកពងនេះបាទគឺសាងសង់នៅក្នុងរជ្ជកាលនៃព្រះបាទអេសានវរ្ម័នទី1បាទនៅក្នុងសតវត្សបាទដើមសតវត្សទី7ណាខ្ញុំបញ្ជាក់ម្ដងទៀតហើយឆ្នាំ635នៃគ្រិស្តសករាជហើយការសាងសង់នៃប្រាសាទនេះគឺដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាបាទប្រាសាទនេះបច្ចុប្បន្នគឺស្ថិតនៅក្នុងភូមិក្អែកពងស្រុកតាំងសាងស្រុកភ្នំឃុំតាំងសាងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺហើយប្រាសាទភ្នំក្អែកពងនេះជាប្រាសាទបុរាណខ្មែរតែមួយគត់ដែលនៅសេសសល់នៅក្នុងទឹកដីខេត្តកំពង់ស្ពឺបាទក្នុងទឹកដីខេត្តកំពង់ស្ពឺហើយប្រាសាទភ្នំក្អែកពងនេះគឺជាប្រាសាទបុរាណមួយដែលមានរចនាបថដូចទៅនឹងប្រាសាទសម្បូរព្រៃគុកនៅឯខេត្តកំពង់ធំបាទគឺសាងសង់ហើយនឹងរចនាបថគឺដូចគ្នាបាទគឺដូចគ្នាបងប្អូនមើលមកជុំទិសខាងក្រោយនៃប្រាសាទបាទហើយប្រាសាទបុរាណដែលសាងសង់អំពីឥដ្ឋនេះគឺត្រូវបានគេដាក់ឈ្មោះថាប្រាសាទក្អែកពងនេះឯងបាទដែលទីតាំងហ្នឹងគឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺហើយចំពោះទ្រង់ទ្រាយនៃបរិវេណនេះគឺយើងឃើញថាដោយសារការឆ្លងកាត់នៃសម័យកាល1360ឆ្នាំនេះគឺប្រាសាទនៅសេសសល់តែតួបាទនៅខាងក្រោមទេហើយនឹងទ្វារទាំង4ទិសបាទទ្វារទាំង4ទិសដោយឡែកដំបូលតួប្រាសាទខាងលើនោះគឺបានបាក់ស្រុតចូលមកហើយអញ្ចឹងទេមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺលោកក៏រៀបចំនេះបរិវេណជុំវិញនេះហើយនឹងប្រមូលនៅកំទេចកំទីឥដ្ឋបាទកំទេចកំទីឥដ្ឋដាក់ទៅមួយផ្នែក
ដាក់ទៅបែកខាងនោះនោះឥតតាំងពីសម័យ1630ឆ្នាំមុនណានេះគឺជាកម្មចន្ទើបាទដែលឡើងទៅលើប្រាសាទបាទដែលឡើងទៅលើប្រាសាទហើយមុខកាត់នៃប្រាសាទយើងឃើញថាខ្ញុំថា2ម៉ែត្រចុះនៅនេះហើយផ្ទៃខាងក្នុងគឺធំបាទជញ្ជាំងសងខាងគឺមានលក្ខណៈរឹងមាំល្អហើយក៏មានគេហៅថាប្រឡោះ4ទិសបាទយើងដោយសារតែការបាត់បង់និងបែកបាក់ជាច្រើនក៏យើងអត់ដឹងថាតើនៅក្នុងប្រាសាទនេះមានតំណាងនៅចម្លាក់អ្វីនោះទេកាលពីសម័យនោះបាទដោយឡែកបងប្អូនមើលការរៀបសន្តាននៃជ្រុងនៃឥដ្ឋនីមួយៗគឺមានប្រឡោះបាទមួយនេះប្រឡោះមួយបាទប្រឡោះមួយយើងបងប្អូនប្រឡោះមួយតាមប្រឡោះនេះបាទហើយនឹងប្រឡោះនេះគឺខាងមុខមាន3បាទជំហៀងឆ្វេងស្ដាំហើយឥដ្ឋនេះគឺបានរចនាកន្លែងតាមជ្រុងមួយគឺគាត់កាត់ជ្រុងឡើងស្មើណាលក្ខណៈទ្រង់ទ្រាយឡើងស្មើបាទហើយបច្ចុប្បន្នគឺមានស្មៅមានកូនរុក្ខជាតិទូចដុះត្រៀបត្រានៅខាងលើហើយតួប្រាសាទគឺធំបាទទុកគោរពសក្ការៈបូជាសម្រាប់ព្រហ្មញ្ញសាសនាហើយជើងក្រោមនៃប្រាសាទបាទព័ទ្ធមកជុំវិញនេះបងប្អូនបានខាងមើលនៅខាងលើហើយឥឡូវយើងមើលទិដ្ឋភាពនៅខាងក្រោមវិញបាទនេះជារចនាបថស្រដៀងគ្នាជាមួយនឹងប្រាសាទសម្បូរព្រៃគុកដែរនៅខេត្តកំពង់ធំបាទហើយនេះគឺជាក្បាច់ដែលថាសាងសង់នៃទ្វារទាំង4ទិសនេះបាទហើយឥដ្ឋគឺថាឥដ្ឋពីសម័យបុរាណកាន់តែចាស់កាន់តែក្រហមបងប្អូនកាន់តែក្រហមឆ្អិនឆ្អៅអញ្ចឹងយើងអាចគិតមើលថាបើសិនជាទើបតែសាងសង់ហើយបាទដំបូងនៅពេលដែលប្រាសាទនេះសាងសង់ហើយមានទ្រង់ទ្រាយមានដំបូលមានទីធ្លាព័ទ្ធជុំវិញស្អាតបាទគឺទិដ្ឋភាពគឺពិតជាស្អាតស័ក្តិសមជាទីកន្លែងគោរពសក្ការៈបូជាណាស់បរិវេណនៃជុំវិញប្រាសាទនេះគឺយើងឃើញមានគំនរឥដ្ឋតាន់បាទដែលរៀបហើយក៏របេះមួយចំនួនហើយនេះជារូបសំណាកឥសីនៅពេលក្រោយនេះទេដែលលោកបានសាងសង់សម្រាប់គោរពបូជានេះគឺជាគំនរឥដ្ឋបាទគំនរឥដ្ឋអាជ្ញាធរលោកប្រមូលទុកមួយដប់បាទដើម្បីរក្សាឥដ្ឋនេះគឺមានអាយុកាល1000ឆ្នាំជាងទៅហើយបាទទុកក្បែរប្រាសាទនៃជើងនៃលើកំពូលភ្នំក្បែរប្រាសាទអញ្ចឹងទេទិដ្ឋភាពនៃភ្នំក្អែកពងនេះបាទគឺថាមិនខ្ពស់មិនទាបទេអញ្ចឹងលោកបានកាត់នៅជម្រាលភ្នំបាទប្រវែងចូល60ម៉ែត្រ4ជ្រុងហើយក៏សាងសង់ប្រាសាទទុកសម្រាប់គោរពបូជានៅលើខ្នងភ្នំក្អែកពងនេះតែម្ដងបាទដោយសារតែសន្តាននៃរចនាបថប្រាសាទបាទដូចគ្នាជាមួយនឹងរចនាបថសម័យប្រាសាទសម្បូរព្រៃគុកដូច្នេះយើងសិក្សានឹងស្រាវជ្រាវបន្ថែមគឺនៅក្នុងរជ្ជកាលនៃដើមសតវត្សទី7បាទនៃគ្រិស្តសករាជហើយការបរិច្ឆេទនៃការសាងសង់គឺក្នុងសម័យនោះឯងបាទដែលយើងហៅថាប្រាសាទភ្នំក្អែកឬក៏ប្រាសាទក្អែកពងណាបាទក្នុងដើមសតវត្សទី7ឆ្នាំ635នៃគ្រិស្តសករាជដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាទីកន្លែងដល់ដែលលាក់ខ្លួនបាទនៅក្នុងខេត្តកំពង់ស្ពឺមានតែមួយនឹងទេដែលប្រាសាទដែលសាងសង់អំពីឥដ្ឋតាន់នេះណាបាទអញ្ចឹងនេះគឺជាទិដ្ឋភាពនៃបរិវេណជុំវិញបាទហើយនោះគឺខាងលើភ្នំបាទខាងលើភ្នំអញ្ចឹងខាងមុខប្រាសាទបងប្អូនអាចមើលឃើញថាគឺស្រឡះមែនតើស្រឡះយើងអាចមើលឃើញទៅខាងក្រោមគឺមើលឃើញទីរួមខេត្តកំពង់ស្ពឺទាំងមូល
គឺថាបែរមុខនេះគឺអំណាចឥទ្ធិពលនៃព្រះចេស្តារបស់ព្រះអង្គបាទក្នុងការរោគទីតាំងដើម្បីសាងសង់ប្រាសាទបាទបងប្អូនមើលឃើញបាទនេះគឺទស្សនវិជ្ជានៅខាងមុខប្រាសាទបាទនៅខាងមុខនេះគឺជាប្រាសាទហើយតួដំបូលខាងលើគឺបានរលំរបេះទៅហើយបាទហើយនៅសល់កំទេចឥដ្ឋដែលមានអាយុកាល1360ឆ្នាំបាទ1360ឆ្នាំទៅហើយសល់តែតួហើយនឹងជញ្ជាំងប្រាសាទបាទនឹងកម្មជណ្ដើរចឹងបងប្អូនដែលអាចមកលេងនឹងទស្សនានៅទីនេះបានស្ថិតនៅក្នុងទីរួមខេត្តកំពង់ស្ពឺតែម្ដងបាទ